បាទសូមបងប្អូនមកស្គាល់នៅវត្តនាគវង្សហៅវត្តនាគខ្មៅដែលជាទីកន្លែងបណ្ដុះបណ្ដាលនៅធនធានមនុស្សផ្នែកព្រះពុទ្ធសាសនានិងចំណេះដឹងទូទៅដល់សាមណេរជាង60អង្គបាទសូមបងប្អូនជួយចុច Subscribe ដើម្បីជាកម្លាំងចិត្តក្នុងការផលិតវីដេអូជាបន្តទាក់ទងទៅនឹងប្រពៃណីវប្បធម៌វត្តអារាមនិងទេសចរណ៍ផងដែរបាទនេះកំពុងតែធ្វើដំណើរចេញពីក្រុងសៀមរាបមកដល់រង្វង់មូលស្រុកបន្ទាយស្រីដែលជារង្វង់មូលដ៏ធំមួយយើងធ្វើដំណើរតាមដងផ្លូវឆ្ពោះទៅភ្នំគូលែនមិនយូរប្រមាណជាង1គីឡូនៅខាងស្ដាំដៃនឹងឃើញខ្លងទ្វារដ៏ល្អវិចិត្រមួយដែលដាក់ឈ្មោះថាវត្តនាគវង្សហៅវត្តនាគខ្មៅយើងចូលទៅតាមខ្លងទ្វារនោះនឹងទៅដល់វត្តនាគខ្មៅជាមិនខានបាទសូមគោរពអនុញ្ញាតនមស្ការក្រាបថ្វាយបង្គំសម្ដេចព្រះតេជគុណគ្រប់ព្រះអង្គនិងបងប្អូនទាំងអស់ក្នុងនិងក្រៅប្រទេសមកស្គាល់នៅវត្តនាគវង្សហៅវត្តនាគខ្មៅដែលស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំខ្នារសណ្ដាយស្រុកបន្ទាយស្រីខេត្តសៀមរាបដែលមានចម្ងាយពីក្រុងសៀមរាបប្រមាណជាង30គីឡូបាទវត្តនាគខ្មៅនៅក្នុងបរិវេណវត្តពុំសូវជាមានសំណង់ដែលជាសំណង់ធំនៅឡើយទេដូចជាព្រះវិហារក៏តូចដែរតែសំខាន់ជាងនោះទៅទៀតនោះគឺជាកន្លែងបណ្ដុះបណ្ដាលដល់ផ្ដល់នៅចំណេះដឹងផ្នែកព្រះពុទ្ធសាសនានិងចំណេះដឹងទូទៅដូចនៅក្នុងคลิปវីដេអូជាក់ស្ដែងនេះព្រះអង្គសាមណេរកំពុងតែសិក្សានៅគណិតវិទ្យាបន្ថែមបាទនៅក្នុងអារាមនេះសម្បូរទៅដោយធម្មជាតិពណ៌បៃតងដែលជាបរិយាកាសល្អកន្លែងនេះគឺជាកន្លែងដែលសាងសង់នៅនាគខ្មៅដោយមានសទ្ធាជ្រះថ្លាបាទកុំភ្លេចជួយចុច Subscribe ដើម្បីបានវីដេអូជាបន្តទាក់ទងទៅនឹងប្រពៃណីវប្បធម៌ទេសចរណ៍វត្តអារាម Channel វត្តអារាមធัวខុសត្រូវទាំងណាដោយប្រការណាក្តីសូមមេត្តាខន្តីអភ័យទោសនិងសូមអរគុណ